សុភាសិតសត្រូវរបស់សត្រូវគឺជាមិត្ត The enemy of my enemy is my friend គឺជាគោលការណ៍យុទ្ធសាស្ត្រដ៏ចំណាស់មួយដែលត្រូវបានគេយកមកប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិស័យនយោបាយការទូតសង្គ្រាមនិងសូម្បីតែក្នុងជីវភាពរស់នៅប្រចាំថ្ងៃខាងក្រោមនេះគឺជាការបកស្រាយលម្អិតអំពីអត្ថន័យនិងផលប៉ះពាល់នៃសុភាសិតនេះគោលការណ៍នេះចង់ពន្យល់ថាមនុស្សពីរនាក់ឬភាគីពីរដែលមិនចុះសម្រុងនឹងគ្នាឬមិនដែលស្គាល់គ្នាពីមុនមកអាចក្លាយជាសម្ព័ន្ធមិត្តនឹងគ្នាបានភ្លាមប្រសិនបើពួកគេមានសត្រូវរួមតែមួយមូលដ្ឋានគ្រឹះនៃមិត្តភាពនេះមិនមែនការចេញពីក្តីស្រឡាញ់ឬការមានទស្សនវិស័យដូចគ្នានោះទេប៉ុន្តែវាគឺជាផលប្រយោជន៍និងសុវត្ថិភាពការបង្កើនកម្លាំងនៅពេលភាគីពីររួមគ្នាកម្លាំងវាយបកទៅលើសត្រូវនឹងកើនឡើងទ្វេដងការកាត់បន្ថយសម្ពាធការចងមិត្តជាមួយសត្រូវរបស់សត្រូវជួយឲ្យយើងមិនចាំបាច់បារម្ភពីការវាយប្រហារពីក្រោយខ្នងនិងអាចប្រមូលផ្ដុំកម្លាំងទាំងអស់ទៅលើគោលដៅតែមួយការទប់ស្កាត់តុល្យភាពអំណាចវាជួយបង្ការកំហុសសត្រូវដែលមានស្រាប់คล้ายជាអ្នកមានអំណាចខ្លាំងពេករហូតដល់យើងមិនអាចទប់ទល់បានឧទាហរណ៍ដែលល្បីល្បាញបំផុតគឺក្នុងកំឡុងសង្គ្រាមលោកលើកទី2សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសបានចងសម្ព័ន្ធមិត្តជាមួយសហភាពសូវៀតដើម្បីប្រយុទ្ធប្រឆាំងនឹងអាល្លឺម៉ង់ណាស៊ីទោះបីជាមនុស្សវិទ្យាពួកគេផ្ទុយគ្នាយ៉ាងណាក៏ដោយប៉ុន្តែដោយសារមានអាល្លឺម៉ង់ជាសត្រូវរួមពួកគេសុខចិត្តសហការគ្នាដើម្បីជ័យជំនះទោះបីជាយុទ្ធសាស្ត្រនេះមានប្រយោជន៍ក្នុងគ្រាអាសន្នប៉ុន្តែវាក៏មានគុណវិបត្តិធំផងដែរមិត្តភាពបណ្ដោះអាសន្នមិត្តភាពបែបនេះច្រើនតែរលាយបាត់ទៅវិញភ្លាមនៅពេលដែលសត្រូវរួមត្រូវបានកម្ចាត់ជាញឹកញាប់មិត្តថ្មីនេះនឹងក្លាយជាសត្រូវថ្មីរបស់យើងនៅថ្ងៃអនាគតដូចជាសង្គ្រាមត្រជាក់រវាងអាមេរិកនិងសូវៀតក្រោយសង្គ្រាមលោកលើកទី2ការកាំងវ៉ាងទំនុកចិត្តដោយសារមូលដ្ឋានគ្រឹះមិនមែនជាភាពស្មោះត្រង់ភាគីទាំងសងខាងតែងតែមានការសង្ស័យនិងប្រុងប្រយ័ត្នដាក់គ្នាជានិច្ចវិញគ្រោះថ្នាក់នៃការចិញ្ចឹមខ្លាជួនកាលដើម្បីកម្ចាត់សត្រូវតូកយើងបែរជាទៅជួយបង្កើនអំណាចឲ្យមិត្តថ្មីមួយនេះដែលអាចនឹងក្លាយជាសត្រូវដ៏គ្រោះថ្នាក់ជាងមុនសម្រាប់យើងក្នុងវិស័យជំនួញឬកន្លែងធ្វើការយើងជួបប្រទះរឿងនេះជាញឹកញាប់ក្រុមហ៊ុនពីរដែលជាគូប្រជែងគ្នាសុខចិត្តសហការគ្នា partnership ដើម្បីទប់ទល់នឹងក្រុមហ៊ុនយក្សថ្មីមួយទៀតដែលកំពុងតែលេបត្របាល់ទីផ្សារមួយក្នុងនយោបាយផ្ទៃក្នុងបកតុយអាចរួបរวมគ្នាដើម្បីទម្លាក់បកធំដែលមានអំណាចលើសលឹបឡាបសេចក្តីសន្និដ្ឋានសត្រូវរបស់សត្រូវគឺជាមិត្តគឺជាយុទ្ធសាស្ត្រដ៏ឆ្លាតវៃក្នុងការរស់នៅនិងការដណ្ដើមជ័យជំនះប៉ុន្តែវាមិនមែនជាមិត្តភាពដ៏ពិតប្រាកដឬយូរអង្វែងឡើយដោយពាក្យស្លោកមួយទៀតនិយាយថាក្នុងនយោបាយមិនមានមិត្តអមតៈឡើយនិងក៏មិនមានសត្រូវអមតៈផងដែរមានតែផលប្រយោជន៍អមតៈប៉ុណ្ណោះ